Hi guys, this is Heng. Heng á,គាត់កើតជំងឺទឹកនោមផ្អែមប៉ុន្តែគាត់រត់ដឹងកើតដែរដោយសារយប់ឡើងគាត់អាចគេងគិតតែនៅដល់យប់ជ្រៅហើយទឹកគាត់សូវញ៉ាំទៀតហើយបើញ៉ាំផ្អែមវិញដល់កតិចកើតជំងឺទឹកនោមផ្អែមមើលហេងមកយ៉ាងនេះគាត់ចិត្តទៅវិលមុខមានអារម្មណ៍ថាដូចកើតជំងឺទឹកនោមផ្អែមដែរតែដោយសារគាត់ទៅមកពីភ្នំពេញគាត់រត់ដឹងថាទៅបណ្ឌិតនៅណាហើយមួយទៀតណាគាត់អត់សូវមានពេលដោយសារគាត់ជាប់រវល់ធ្វើការផងរៀនផងហើយអត់មានលុយក្នុងការទៅបណ្ឌិតទេព្រោះអីទៅបណ្ឌិតច្រើនដងទៀតតែខ្ញុំគាត់ធ្វើមកយ៉ាង ជំងឺទឹកនោមផ្អែមគឺជាជំងឺដ៏កាចសាហាវមួយដែលកើតឡើងទៅលើយុវជនកម្ពុជាក្នុងពេលបច្ចុប្បន្នយោងតាមស្ថិតិរបស់អង្គការ International Diabetes Federation មានអត្រាចំនួន 7.5% នៃយុវជនសរុបនៅក្នុងប្រទេសកម្ពុជាដែលកើតជំងឺទឹកនោមផ្អែមហើយជំងឺនេះបណ្ដាលមកពីកត្តាមួយចំនួនដូចជាបញ្ហាសុខភាពរបបអាហារការរស់នៅនិងសកម្មភាពនាពេលបច្ចុប្បន្នរបស់យុវជនម្នាក់ៗដែលឃើញពីបញ្ហាសុខភាពរបស់យុវជនកម្ពុជានេះហើយពួកយើងមានគំនិតក្នុងការបង្កើត AI សម្បនិមិត្តមួយមានឈ្មោះថា VCare តើអីគេជា VCare VCare គឺជា AI សម្បនិមិត្តមួយក្នុងការតេស្តទឹកនោមស្វែងរកបរិមាណជាតិស្ករដែលលើសចំពោះអ្នកជំងឺហើយជាពិសេសនោះ AI នេះដែរក៏អាចស្វែងរកជំងឺផ្សេងៗទៀតដូចជាជំងឺទឹកនោមប្រៃតេស្តទៅលើមុខងារតម្រងនោមហើយជាពិសេសនោះគឺតេស្តទៅលើសារធាតុញៀនដែលមានក្នុងទឹកនោមចំពោះ AI របស់យើងគឺវាដំណើរការទៅដោយអ្នកបន្តបង់ធ្វើការបន្តបង់ទៅលើបង្គន់ហើយយើងនឹង integrate AI ចូលទៅក្នុងបង្គន់នោះវានឹងធ្វើការចាប់យកនៅទឹកនោមរបស់អ្នកបន្តបង់បន្ទាប់មកវា analyze ទៅលើទឹកនោមនោះហើយវានឹងផ្ដល់ជាទិន្នន័យទៅដល់អ្នកបន្តបង់តាមរយៈការ scan QR នៅលើបង្គន់ហ្នឹង And this is our team member I'm Hong Vidya I am Janet Heng and we are from WeCare. Bye.